គឺពុកហ្នឹងបងប្អូនបាទយើងធ្វើការភ្លុកហើយយើងដួសសាកមើលបងប្អូនហូបមួយមើលជាតិមែនតើបងប្អូនងំបង បងអូញ៉ាំអបានធ្វើទឹកត្រីក៏ខំលក់បងទៀតបងប្អូនបាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺមានមុខម្ហូបថ្មីបាទគឺស្ងោរជ្រក់បង្កងបងប្អូននេះគឺបង្កងបាទហើយគឺគ្រឿងផ្សំរបស់យើងគឺមានកូនស្ត្រីជីនាងវងបាទជីណាហើយនឹងស្លឹកខ្ទឹមបងប្អូនហើយនេះគ្រឿងផ្សំរបស់យើងគឺមានស្លឹកក្រូចបាទអដេងគឺម្ទេសបងប្អូនបាទហើយនឹងខ្ទឹមបាទចឹងគ្រឿងផ្សំរបស់យើងបាទបងប្អូនបាទអានេះគឺបង្កងរបស់យើងបងប្អូនចឹងយើងមុនចាប់ផ្ដើមធ្វើយើងមានគ្រឿងផ្សំបាទនេះស្ករសប៊ីចេងនិងអំបិលរ៉ូឌីបងប្អូនបាទចឹងយើងចាប់ផ្ដើមធ្វើតែម្ដងបងប្អូនបាទហើយនឹងបង្គាបងប្អូនបង្គាបាទធំល្អបងប្អូនបាទចាំមើលទៅតាមដានវីដេអូបន្តទៀតបាទនេះគឺគ្រឿងផ្សំបងប្អូនបាទហើយឥឡូវយើងចាប់ផ្ដើមធ្វើតែម្ដងបងប្អូនបាទគឺមុនធ្វើយើងកាត់ប្រម៉ោយវាចេញបងប្អូនបាទមិនស្អាតកាត់ប្រម៉ោយបាទហើយនឹងកាត់ជើងវាចេញបងប្អូនបាទយើងធ្វើឲ្យស្អាតបងប្អូនហើយចាំយើងដាក់ស្ងោរជ្រូកតាមបងប្អូនបាទហើយវីដេអូយើងយកត្រៃកាត់បងប្អូនគឺត្រៃបាទកាត់ជើងវាអស់មកព្រោះជើងវាយើងញ៉ាំអត់កើតបាទតែបើសិនជាបងប្អូនទុកទៅគៀបក៏ទុកទៅបាទគឺខ្ញុំទុកបាទលាងទឹកស្អាតបងប្អូនបាទយើងកាត់អញ្ចឹងមកយើងកាត់ជើងវាចេញបងប្អូនជើងយើងញ៉ាំអត់កើតទេបាទគឺបង្កងបងប្អូនស្រស់ធំល្អបាទចឹងយើងកាត់អញ្ចឹងមកជើងវាញ៉ាំអត់កើតទេចឹងយើងកាត់ចោលដើម្បីកុំឲ្យយើងញ៉ាំទៅទើសជើងទើសអីបងប្អូនបាទចឹងយើងកាត់វាចោលមកណាកងធំបងប្អូនល្អកាត់វាចោលអញ្ចឹងមកដើម្បីអីដើម្បីកុំឲ្យយើងងាយស្រួលក្នុងការស្ងោរជ្រូកបងប្អូន
ចឹងគ្រឿងផ្សំយើងមានអស់ហើយបងប្អូនបាទយើងគ្រាន់តែកាត់វាមកកាត់វាចឹងមកយើងពេលយើងកាត់ហើយយើងដាក់ស្ងោរជ្រូកតាមដងបងប្អូនចឹងយើងកាត់បង្គាម្ដងបងប្អូនបាទបង្គាបាទចឹងយើងកាត់វាចោលកាត់ចោលបងប្អូនបាទសម្បកវាចេញបងប្អូនបាទគឺយើងញ៉ាំអត់ខាទៅមកឲ្យបង្គាមកអីបងប្អូនយើងកាត់ចោលដើម្បីយើងឆ្ងល់ស្រួលក្នុងការញ៉ាំដែរបងប្អូនបាទគ្រឿងផ្សំរបស់យើងគឺអត់មានអីពិបាកទេឆ្ងល់ជ្រូកបងប្អូនបាទឆ្ងល់ជ្រូកបង្កងនិងបង្គាបាទថ្ងៃនេះខ្ញុំលាយតែម្ដងបងប្អូនលាយបង្គាជាមួយនឹងបង្កងបាទគឺខ្ញុំអត់ស្ងោរមកមុខទេគឺខ្ញុំដាក់បង្គាជាមួយបង្កងលាយគ្នាតែម្ដងបងប្អូនតើមុខម្ហូបនេះយ៉ាងម៉េចដែរបងប្អូនចាំមើលរសជាតិទាំងអស់គ្នាបាទបងប្អូនចាំមើលតាមដានរបស់គ្នាវិញបាទចឹងយើងកាត់ជើងវាចេញអស់ពីបងប្អូនបាទដើម្បីក្នុងងាយស្រួលក្នុងការធ្វើម្ហូបបាទឬក៏អត់មុតដៃទេបងប្អូនបាទផ្សំមកយើងអត់មានអីបាក់ទេបងប្អូនបាទឥឡូវយើងបេះស្លឹកជីបងប្អូនបេះស្លឹកជីផ្សំរបស់យើងបាទគឺស្លឹកជីបងប្អូនបេះស្លឹកជីមកបត់ក៏បានដែរបងប្អូនបាទមានអីបាក់ទេអានេះស្លឹកក្រូចបងប្អូនបាទស្លឹកក្រូចរបស់យើងបាទបេះវាមកនេះទេបងប្អូនទូសត្រីបាទនេះស៊ុយអានវាយ៉ាងមកគ្រឿងផ្សំបាទនេះគឺគ្រឿងផ្សំរបស់វាបាទនេះម្ដែងបងប្អូនបាទម្ដែងអានេះខ្ទឹមបងប្អូនបាទខ្ទឹមយើងខាំវាមកយកវាចេញបាទ
សាយើងប្រើគ្រឿងច្រើនបងប្អូនប្រើគ្រឿងច្រើនភាសាបង្គានឹងបង្កងយើងច្រើនបងប្អូនមកទៅមកបាទហើយយើងមានក្រូចឆ្មាបងប្អូនបាទក្រូចឆ្មាបាទក្រូចឆ្មាពុំទៅបងប្អូនគ្រឿងផ្សំនេះយើងអានចឹងមកក្រូចឆ្មាបាទមិនទុកច្បាច់យើងបងប្អូនបាទនេះអានចឹងមកនេះបងប្អូនបាទក្រូចឆ្មាអត់មានក្រុមអូយើងទុកចឹងមកបាទហើយនេះគឺផ្សិតបងប្អូនបាទផ្សិតនេះគឺផ្សិតបងប្អូននេះផ្សិតចឹងមកផ្សិតជាមិនដាក់ច្រើនបងប្អូនដាក់តិចបានបាទដាក់4 10គ្រាប់បានហើយបងប្អូនបាទបើដាក់ច្រើននេះឆ្ងល់ជួយនេះពុះវាពីមកបងប្អូនបាទពុះវាពីអញ្ចឹងមកភាសានៅផ្ទះទៅមានសម្លេងរំខានទេបងប្អូនមានឡានច្រើនពេកបាទនេះបាទក្រូចឆ្មាហើយនឹងផ្សិតបាទហើយមានខ្ទឹមបារាំងទេបងប្អូនវាឆ្ងល់ជួយត្រូវមានខ្ទឹមបារាំងបាទខ្ទឹមបារាំងគឺទៅខាងចោលបាទខ្ទឹមបារាំងវាបកដូចអញ្ចឹងបាទហើយយើងខានមើលបងប៉ុណ្ណឹងរួចទៅស្រេចបងប្អូនបាទចាប់ផ្ដើមពុះបងប្អូនបាទនេះចឹងអាចដាក់ខ្ទឹមបារាំងបានបងប្អូនបាទខ្ទឹមបារាំងទៅបាទខ្ទឹមបារាំងហើយនឹងផ្សិតបងប្អូនបាទផ្សិតរបស់យើងបាទហើយទឹកពុះហើយបងប្អូនបាទទឹកពុះហើយយើងចាប់ដើមបាទចាប់ដើមដាក់បង្កងម្ដងបាទបង្កងបាទយើងដាក់មកយើងដាក់មកបងប្អូនបាទទឹកពុះយើងចាប់ដើមដាក់បង្កងម្ដងបាទហើយបន្ទាប់មកយើងដាក់បង្គាបងប្អូនបាទនេះបង្គាបាទពូបង្គានឹងបង្កងដាក់ទៅឆាប់ឆ្អិនទេបងប្អូនបាទហ្នឹងបន្ទាប់មកយើងដាក់គ្រឿងបងប្អូនបាទគ្រឿងវាមានប៊ីចេងស្ករសបាទអំបិលរ៉ូឌីបងប្អូនចឹងយើងដាក់មកពីខ្យល់ហ្នឹងបងប្អូននៅក្រៅបាទជាដាក់ទឹកត្រីបងប្អូនបាទទឹកត្រីបាទ
tới hiện đại mà làm mơ mình hết rồi vì nó không ổn này bà kết ăn lại thế nhưng cờ biết một tích chết không ổn bà cờ biết một tích chết không lo không ổn bà chúng sẽ ăn ấy à. Chẳng có năng làm mơ một ổn bà xem được đây bên này tích làm mơ như trong anh coach ma bóng một ổn bà coach ma đóng bà thì vậy coach ma trâu tới rồi vì thằng chu tích hiện đại bà chi một bà chi trâu rồi mày bị thùng khăn chi một ổn bà nó một ổn em một ổn